Nam mà thờ bạn chặt nó không cam bắt bom để chặt ti sờ lạnh hay mà thờ bạn chặt chưa các bạn được không cam hiệp trong cầm thi tiệt tốc làng tròn tộc Net óc này sẽ sớm mở bắt sân chỉ net óc này sẽ tập trung sang tập hiệp môi bài nằng ta miên tập bài nhà hàng tập óc năng nghe mẹ đại dân năng thời chụp bát tè chụp ban này hay nấp pe đại dân bắt bom để ti sờ lạnh bảo dân không ngom lòng pe nằng bài nhà đại dân năng chụp môn kê bằng óc nó cười bộ dân khó chặt bộ dân năng ở đơn the té dân cô ta thợ ai pin nè tên nam môn này đời sang đại dân công bông tập bạn chặt được không cam bắt bom để ti sờ lạnh bảo bộ dân hay trong cả này bài dân miên bom po miên nhận mật bộ dân ai bưng quát ai chui chồm chảy dương bộ quátនឹងជួយលួងលងយើងជួយរៀបចំកម្មវិធីឲ្យយើងចុះបើសិនជាយើងអត់មានតើបានតែគេជួយរៀបចំកម្មវិធីឲ្យយើងហើយសមាកម្មដែរបំរើខាងការងារទាំងអស់ហ្នឹងក៏មិនប្រកាសថាសួររហដែរឥឡូវគឺបើរហខ្លាំងណាស់ហើយយើងអត់ដែរមានបទពិសោធន៍នៅក្នុងការរៀបចំកម្មវិធីទាំងអស់ហ្នឹងតើពួកយើងទៅរកពួកគាត់នៅណាហើយបើសិនជាយើងហៅបានក៏មិនប្រកាសថាតម្លៃដែលគាត់យកពីយើងនឹងអ្វីដែលគាត់ដល់ឲ្យយើងគឺវាស័ក្តិសមគ្នាដែរហើយមិនប្រកាសថាវាបំពេញតម្រូវការរបស់យើងដែរហើយអ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងសុទ្ធតែជួបទៅលើបញ្ហាទាំងអស់ហ្នឹងមែនដូច្នេះហើយក្រុមរបស់ពួកខ្ញុំក៏បានទៅសម្ភាសគ្រួសារចំនួន2ដែលគ្រួសារទី1គឺពួកយើងបានទៅសម្ភាសអ៊ំស្រីម្នាក់ដែលគាត់បានបាត់បង់ប៉ារបស់គាត់កាលពីប្រហែលឆ្នាំមុនហើយគាត់បាននិយាយថាក្នុងអំឡុងពេលនោះគឺគាត់ពិបាកចិត្តមែនតើគាត់អត់ដឹងថាគាត់គួរតែធ្វើអីពីណាទៅណាមុននេះគាត់គិតតែពីយំប៉ុន្តែគាត់មានបងប្អូនមានអីចាំជួយលួងលោមនិងជួយជុំឆាំងគាត់ហើយប៉ារបស់គាត់គឺធ្វើការនៅក្នុងរដ្ឋអញ្ចឹងនៅពេលដែលមានរឿងអីគឺខាងរដ្ឋគេជាអ្នកចេញមករៀបចំឲ្យគាត់គឺគាត់ងាយស្រួលខ្លាំងមែនតើប៉ុន្តែបើសិនជាយើងទៅមើលគ្រួសារមួយទៀតវិញគឺជាគ្រួសាររបស់បងប្អូនម្នាក់គឺខុសស្លាពីអ៊ំស្រីហ្មងគឺគាត់បានបាត់បង់ប៉ាម៉ាក់របស់គាត់ក្នុងពេលតែមួយហើយបងប្អូនក៏អត់មានទៀតអញ្ចឹងគាត់ទទួលរ៉ាប់រងនៅក្នុងបន្ទុកមួយនឹងតែឯងសេវាកម្មក៏អត់ដឹងទៅរកនៅណាតម្លៃក៏អត់ដឹងថាគេគិតមិនហើយគាត់ថានៅពេលនោះគឺតម្លៃនៅអ្វីដែលគេផ្ដល់ឲ្យគឺស័ក្តិសមគ្នាអញ្ចឹងសរុបមកបន្ទាប់ពីយើងបានទៅសម្ភាសពីគ្រួសារយើងឃើញថាពួកគាត់ស្ទើរជួបបញ្ហាទី1គឺពួកគាត់បាក់ចោលទី2គឺគាត់អត់ដឹងថាទៅពឹងណាគេទី3គឺគាត់ពិបាកនៅក្នុងការរកសេវាកម្មហើយទី4គឺរឿងតម្លៃមកគឺពួកថាតម្លៃគឺវាអស័ក្តិសមទៅនឹងអ្វីដែលគេផ្ដល់ឲ្យដូច្នេះហើយក្រុមរបស់ពួកខ្ញុំក៏បានរកឃើញនៅដំណោះស្រាយមួយដែលពួកយើងបង្កើតទៅជា app មួយដែលមានឈ្មោះថា Headfast Fileware ដើម្បីទៅដោះស្រាយនៅលើបញ្ហាទាំងអស់ហ្នឹងដែល app របស់ពួកយើងគឺផ្ដោតសំខាន់ទៅលើគោលបំណងចំនួន2ធំទី1គឺពួកយើងនឹងធ្វើឲ្យការរៀបចំពិធីបុណ្យសពហ្នឹងគឺងាយស្រួលជាងមុនហើយទី2គឺពួកយើងនឹងផ្ដល់ជូនសម្រាប់អ្នកដែលត្រូវការសេវាកម្មនៅក្នុងការរៀបចំកម្មវិធីបុណ្យសពហ្នឹងភ្លាមៗហើយនៅពេលដែលអតិថិជនឬក៏ customer ដែលចូលទៅកាន់ app របស់ពួកយើងគឺពួកគាត់អាចទី1គឺគាត់ directly call មកកាន់ពួកយើងផ្ទាល់ហើយទី2គឺពួកគាត់អាចជ្រើសរើសកញ្ចប់ដែលទៅតាមអ្វីដែលគាត់ចង់បានហើយមួយទៀតគឺគាត់ក៏អាចរៀបចំកញ្ចប់ហ្នឹងកញ្ចប់សេវាកម្មហ្នឹងទៅតាមតម្រូវការរបស់គាត់បានដែរហើយនេះគឺជា prototype នៃ app របស់ពួកយើងអញ្ចឹងឥឡូវយើងមកមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាដើម្បីប្រើប្រាស់នៅកម្មវិធី App Hardfile លោកអ្នកគ្រាន់តែទាញយករួចបំពេញព័ត៌មានចាំបាច់ផ្ទាល់ខ្លួននោះលោកអ្នកនឹងអាចប្រើប្រាស់កម្មវិធីដោយធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃមើលឃើញពីការរៀបចំនៃកម្មវិធីបូករួមទាំងការបដិឆេទមិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្វែងរកនៅកញ្ចប់សេវាកម្មដែលមានតម្លៃចាប់ពីកម្រិតមធ្យមកណ្ដាលនិងធំជាពិសេសលោកអ្នកក៏អាចជ្រើសរើសយកនៅសេវាកម្មដែលខ្លួនឯងស្របទៅតាមតម្រូវការមើលការរក្សាទុកនិងធ្វើការទំនាក់ទំនងបន្ទាន់ដែលមានបម្រើសេវាកម្ម24ម៉ោងហើយចុះអតិថិជនវិញជាអ្នកគេអញ្ចឹងអតិថិជនរបស់យើងគឺយើងផ្ដោតសំខាន់ទៅលើគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារហើយជាអ្នកដែលត្រូវការសេវាកម្មរៀបចំកម្មវិធីបុណ្យសពហ្នឹងហើយជាអ្នកដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញហើយមានប្រាក់ខែស្នៅចន្លោះកណ្ដាលគឺចាប់ពី$500ទៅ$1200ហើយនៅពេលដែលអតិថិជនចូលមកកាន់ app របស់ពួកយើងពួកគាត់អាចនឹងទទួលបាននេះខ្លះហើយនៅពេលដែលអតិថិជនចូលមកកាន់ app របស់ពួកយើងពួកគាត់នឹងអាចទទួលបានទី1គឺគាត់អាចរៀបចំកម្មវិធីបុណ្យសពទៅតាមតម្រូវការរបស់គាត់ទី2គឺពួកគាត់អាចរើសកញ្ចប់ package នៃវិធីបុណ្យសពហ្នឹងទៅតាមលទ្ធភាពរបស់គាត់គឺពួកយើងមានបែងចែកជា basic មានជា premium អញ្ចឹងពួកគាត់អាចជ្រើសរើស package មួយណាដែលស័ក្តិសមទៅនឹង
លទ្ធភាពរបស់ពួកគាត់ហើយពួកយើងក៏មានសេវាកម្មនៅក្នុងការដែលរៀបខនៅក្នុងករណីដែលគាត់មានបញ្ហាជាបន្ទាន់ត្រូវការសេវាកម្មជាបន្ទាន់ពួកគាត់អាចខលមកកាន់ពួកយើងបាន24ម៉ោងហើយចុះទីផ្សារមានទីផ្សារបើយើងទៅតាមការស្រាវជ្រាវរបស់ក្រុមពួកខ្ញុំគឺយើងឃើញថានៅក្នុងប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមនុស្សមិនក្រោមពី 10000 នាក់ឯងដែលបានបាត់បង់ជីវិតហើយក៏មិនតិចជាង 10000 គ្រួសារដែរដែលត្រូវការសេវាកម្មទាំងអស់ហ្នឹងប៉ុន្តែទីផ្សារធំទូលំទូលាយដែលគូប្រកួតចេញក៏មានច្រើនដែរត្រូវអត់ Yes គឺមានច្រើនហើយពួកយើងក៏បានរកឃើញនៅដែលគូប្រកួតចេញចំនួន2ដែលទី1មានឈ្មោះថាជា Green Funeral Service ទី2មានឈ្មោះថាមរតកដែលពួកគាត់ទាំងពីរគឺដោះស្រាយទៅលើបញ្ហាដូចពួកយើងដែរហើយគាត់បានផ្ដល់ជូនអតិថិជនគឺដោយពួកយើងនៅថងថាពួកគាត់ឲ្យជាកញ្ចប់សេវាកម្មដល់អតិថិជនប៉ុន្តែអ្វីដែលគាត់អត់មានវិញនោះគឺអតិថិជនគឺអត់អាចរៀបចំកម្មវិធីនឹងដោយខ្លួនឯងទៅតាមតម្រូវការរបស់គាត់ឯងហើយក៏អត់មាន directly call 24 ម៉ោងដែរប៉ុន្តែបើកន្លែងមើលទៅ app របស់ពួកយើងវិញគឺមានទាំងអស់មានទាំង directly call មានទាំងអតិថិជនអាចធ្វើតាមអ្វីដែលគាត់ចង់បានហើយពួកយើងក៏មានជា package ដល់ជូនអតិថិជនដែរហើយបើនិយាយពីដៃគូសហការរបស់ពួកយើងវិញគឺយើងមានពីរធំទី1តេតទៅលើ online payment ដែលយើងសហការជាមួយនឹង APA ហើយនិង Aclida ហើយទី2គឺយើងសហការជាមួយនឹងជាអ្នក service provider ដែលមានពីរទី1គឺYim Undertaker ហើយមួយទៀតគឺ Yim Paradise ដែលពួកគាត់ទាំងពីរគឺជាអ្នកផ្ដល់ជូននៅសម្ភារៈក៏ដូចជា package ដាក់ទៅលើ app របស់ពួកយើងចឹងដើម្បីបង្កើតដំណោះស្រាយមួយនឹងបានជោគជ័យគឺពួកយើងត្រូវការ team member ចំនួន5នាក់ដែលទី1គឺដើរតួជាអ្នក developer ទី2គឺជាអ្នក data analysis ទី3គឺជាអ្នក marketing ទី4ជាអ្នក consultant ឬក៏ជា service ហើយនៅចុងក្រោយគឺជាអ្នក designer ចូលមកដល់ scalability នៅក្នុង short term គឺពួកយើងនឹងព្យាយាមដាក់ជា basic package ចូលទៅក្នុង app របស់ពួកយើងហើយនៅក្នុង mid term ពួកយើងនឹងអនុញ្ញាតឲ្យ customer អាចរៀបចំ package ទៅតាមតម្រូវការរបស់គាត់បានហើយនៅចុងក្រោយគឺយើងនឹងពង្រីកtarget customer របស់យើងឲ្យពេញប្រទេសកម្ពុជាមកដោយសារតែឥឡូវគឺពួកយើងធ្វើតែនៅក្នុងទីក្រុងភ្នំពេញទេ so អនាគតគឺពួកយើងនឹងធ្វើយ៉ាងណាដើម្បីឲ្យ app របស់ពួកយើងនឹងប្រើប្រាស់បានទាំងអស់គ្រប់ប្រជាជននៅក្នុងប្រទេសកម្ពុជាសូមអរគុណ